ក្នុងឱកាសបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្ដាលឆ្នាំសិក្សា2024-2025នាល្ងាចថ្ងៃទី17ខែមិនិនានៅកីឡដ្ឋានខេត្តកណ្ដាលឯកឧត្តមនុតពុទ្ធតារាអភិបាលរងខេត្តកណ្ដាលបានណែនាំដល់រដ្ឋបាលក្រុងស្រុកនាយកនាយិកាសាលានិងអង្គភាពពាក់ព័ន្ធសូមយកចិត្តទុកដាក់ជំរុញលើកកម្ពស់វិស័យអប់រំកាយនិងកីឡានៅតាមគ្រឹះស្ថានបឋមសិក្សាទាំងអស់ដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តរាងកាយបញ្ញាស្មារតីក៏ដូចជាតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាឲ្យបានខ្ជាប់ខ្ជួនត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡាឲ្យមានច្រើនប្រភេទទៅតាមតម្រូវការនិងស្ថានភាពជាក់ស្ដែងរបស់សាលាបើទីលានមានស្រាប់ត្រូវថែរក្សាជួសជុលកែលម្អត្រូវបណ្ដុះបណ្ដាលធនធានកីឡាករឲ្យចេះស្រឡាញ់ចូលចិត្តលេងកីឡាស្របទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់លើផ្នែកអប់រំកាយនិងកីឡាដោយយុវជនម្នាក់ត្រូវមានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិតឯកឧត្តមអភិបាលរងខេត្តបញ្ជាក់ថាការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាជើងឯកថ្នាក់ខេត្តនាពេលនេះគឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសនិងជ្រើសរើសយកកីឡាករកីឡាការិនីដែលឆ្នើមមានទេពកោសល្យមកប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមប្រកួតថ្នាក់ជាតិដូចនេះសូមលោកនាយកនាយិកាសាលាផ្ដល់ឱកាសនិងលទ្ធភាពឲ្យពួកគាត់បានហ្វឹកហាត់បន្ថែមតែក៏ត្រូវខិតខំរៀនសូត្រនៅក្នុងថ្នាក់ផងដែរឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានផ្ដាំផ្ញើដល់ក្រុមដែលមិនបានទទួលជ័យជំនះក្នុងការប្រកួតនេះពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្តដើម្បីចូលរួមប្រកួតដណ្ដើមយកជ័យជំនះនៅឆ្នាំក្រោយៗទៀតព្រោះក្មួយៗត្រូវចូលរួមប្រកួតបន្តបន្ទាប់ទៀតនៅកម្រិតមធ្យមសិក្សាទាំងអនុវិទ្យាល័យនិងវិទ្យាល័យឯក្រុមដែលទទួលជ័យជំនះនាពេលនេះត្រូវស្គាល់ពីភារកិច្ចរបស់ខ្លួនគឺត្រូវតំណាងឲ្យសិស្សទូទាំងខេត្តកណ្ដាលដើម្បីទៅចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2025នៅរាជធានីភ្នំពេញនាពេលខាងមុខនេះដូច្នេះក្មួយៗត្រូវខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីដណ្ដើមយកជ័យជំនះមកជូនខេត្តរបស់យើងគួរបញ្ជាក់ថាការប្រកួតនេះមានរយៈពេល1សប្តាហ៍ចាប់ពីថ្ងៃទី11ដល់ថ្ងៃទី17ខែមីនាប្រកួតលើ5ប្រភេទកីឡាមានបាល់បោះបាល់ទាត់បាល់ទះអត្តពលកម្មនិងប៉េតង់មានកីឡាករកីឡាការិនីចូលរួមសរុបចំនួន516នាក់មានស្រី190នាក់មកពីក្រុងស្រុកចំនួន12ក្នុងចំណោម13ស្រុកគណៈការិយាល័យអប់រំស្រុកមុខកំពូលមិនបានបញ្ជូនកីឡាករកីឡាការិនីមកចូលរួមការប្រកួតនេះទេកីឡានាំទៅសន្តិភាព